អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទីសម្ដេចក្រឡាហោមសខេងនៅក្នុងចលនាជាតិតស៊ូដែលបង្កើតឡើងដោយទុនរិទ្ធសំរៀងស៊ីអ្នកនាំពាក្យសម្ដេចក្រឡាហោមសខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាសេចក្តីប្រកាសថ្កោលទោសតបទៅនឹងការបង្កើតព័ត៌មានคล้ายៗតាមបណ្ដាញសង្គមថាសម្ដេចក្រឡាហោមសខេងជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថាចលនាជាតិតស៊ូស្អីគេនោះនៅថ្ងៃទី24ខែមីនានេះអ្នកនាំពាក្យថាការបង្កើតព័ត៌មានคล้ายៗនេះអ្នកនាំពាក្យអះអាងថាគ្រាន់តែជាអបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងក្នុងបំណងចងបំបែកផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាពិសេសឲ្យមានការភ័ន្តច្រឡំលើសម្ដេចក្រឡាហោមសខេងការចេញមកអះអាងដូចនេះគឺក្រោយពីក្រុមប្រឆាំងជ្រុលនិយមនៅបរទេសនៅតែចិញ្ចឹមចិត្តបង្កើតព័ត៌មានคล้ายៗដោយបំពេញបំភ្លៃនិងបំភ័ន្តតាមបណ្ដាញសង្គមថាសម្ដេចក្រឡាហោមសខេងជាក្បាលម៉ាស៊ីនដឹកនាំនៃចលនាជាតិតស៊ូនៅក្រៅប្រទេសក៏ប៉ុន្តែអ្នកនាំពាក្យរបស់សម្ដេចសខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាប្រកាសបដិសេធនិងចាត់ទុកសកម្មភាពនេះថាជាអបាយកលទុច្ចរិតអសិលធម៌គ្មានគុណធម៌ជាមនុស្សជាតិក្នុងទិសដៅបំពេញបំភ្លៃបំផន់មូលបង្កាច់ក្លែងបន្លំញុះញង់ក្នុងគោលបំណងអកតេបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាអ្នកនាំពាក្យថាជាចលនាបំរើចេតនាប្រៃផ្សៃខ្មៅងងឹតសម្រាប់មហិច្ឆតាដណ្ដើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជននិងកម្ពុជាទាំងមូលឲ្យចូលក្នុងភ្នក់ភ្លើងវិនាសកម្មម្ដងទៀតតាមរបៀបបដិវត្តពរ